ជាដំបូងខ្ញុំសូមជំរាបសួរអ្នកគ្រូហើយនឹងសួស្តីមិត្តភក្តិទាំងអស់គ្នាដែលនឹងមើលវីដេអូមួយនេះដែលជាការពិសោធន៍របស់ក្រុមខ្ញុំតាមពិតទៅក្រុមខ្ញុំគឺមានការពិសោធន៍តាក់ទងជាក្រុម2នាក់ហ្នឹងគឺប្រធានបទគឺតេស្តវិតាមីនអតេតសញ្ញាណរបស់អូស្មန်កាបូនឌីអុកស៊ីតអញ្ចឹងនៅមានពិសោធន៍មួយទៀតដែលខ្ញុំជាសមាជិកក្រុមនឹងត្រូវធ្វើគឺខ្ញុំធ្វើទៅលើបំលាយភាពរូបនៃទឹកហើយខ្ញុំបាទឈ្មោះរតនារៈដែលនឹងធ្វើតាក់ទងជាមួយនឹងពិសោធន៍មួយនឹងឯងអូខេអញ្ចឹងនៅក្នុងពិសោធន៍មួយនឹងគឺយើងមានវត្ថុបំណងដើម្បីសិក្សាពីបំលែងភាពរូបនៃទឹកថាតើនឹងទឹកហ្នឹងឆ្លងកាត់បំលែងភាពរូបអ្វីខ្លះអូខេអញ្ចឹងយើងដឹងហើយថាទឹកយើងធ្លាប់សិក្សាមកយើងដឹងថាវាមានរហូតដល់ទៅ3ភាពរូបគឺទាំងរឹងទាំងរាវនិងស្មានអញ្ចឹងចង់ដឹងថាវាឆ្លងកាត់បំលែងអ្វីខ្លះណាទឹកហ្នឹងវាមានបំលែងអ្វីខ្លះជុំវិញភាពរូបទាំង3របស់វាហ្នឹងអូខេអញ្ចឹងតកតងជាមួយនឹងពិសោធន៍ខ្ញុំមានជាមួយនឹងកំសៀវអគ្គិសនីនេះជាសម្ភារៈជាមួយនឹងកែវនិងប្រអប់ជ័រប្រអប់កំហបប្រអប់ជ័រយើងហ្នឹងដែលវាថ្លាអូខេខ្ញុំមានហ្នឹងហើយសារធាតុគីមីរបស់យើងមានជាទឹកហើយមានជាទឹកហ្នឹងយើងមានជាទឹកក្រៀវជាមួយនឹងទឹកកកអូខេអញ្ចឹងការពិសោធន៍របស់ខ្ញុំគឺចាប់ផ្ដើមពីពីទឹកក្រៀវទៅគឺយើងយកទឹកហ្នឹងទៅដាំអូខេអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាអញ្ចឹងទឹកនេះខ្ញុំបានដាក់ចូលនៅក្នុងកំសៀវនេះរួចហើយអញ្ចឹងយើងពេលនេះយើងចាប់ផ្ដើមចុចដើម្បីតាមមួយតែម្ដងអូខេអញ្ចឹងយើងចាប់ដាំហើយកំឡុងពេលដែលទឹកនៅពេលដែលយើងដាំទឹកទៅយើងឃើញថាយើងឃើញទឹកវាពុះកញ្ជ្រោលនៅពេលដល់សកម្មភាពកម្ពុជាគឺទឹកនេះគឺពុះកញ្ជ្រោលតែដោយសារតែចំហាយវាជះនៅតាមកាមេរ៉ាស្អីច្បាស់ហើយយើងឃើញថាមុនគឺទឹកនេះគឺវាយើងឃើញថាទឹកហ្នឹងគឺពុះកញ្ជ្រោលខ្លាំងណាស់ពេលដល់សកម្មភាពកម្ពុជាអូខេអញ្ចឹងវាពុះហើយអញ្ចឹងបន្ទាប់មកខ្ញុំពេលដែលវាពុះអញ្ចឹងខ្ញុំចាប់តាមយកកម្របនេះយកទៅដាក់ពីខាងលើមាត់កំសៀវnàyអញ្ចឹងយើងឃើញថានេះវាឡើងស្អាប់បងឡើងវាថ្លាទេនេះយើងមើលពីខាងលើទៅយើងឃើញច្បាស់យើងឃើញយើងឡើងស្អាប់តំឡងអូខេយើងឡើងស្អាប់តំឡងក្តៅអូខេអញ្ចឹងយើងឥឡូវទាំងពុះហើយឆ្អិនហើយយើងឃើញថាមកយើងឃើញមានផ្សែងចំហាយភីចេញមកពីកំសៀវហ្នឹងហើយអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមយកអានេះទៅកពីលើទៅយើងឃើញថានេះឡើងស្អាប់វានៅមានពណ៌ស្អាប់នៅឡើយទេអូខេអញ្ចឹងទុកមួយផ្លែទៅយើងឃើញថានេះយើងនៅលើអូខេយើងឃើញថាវាមានដំណក់ទឹកតូចនៅលើមើលអត់ទៅច្បាស់នេះយើងឃើញមានដំណក់ទឹកតូចនៅលើនឹងបន្ទាប់ពីយើងយកវាជាដាក់ពីលើឃើញចំហាយដែលចេញមកពីកំសៀវទឹកនឹងហើយយើងក៏ទុកមួយផ្លែទៅយើងឃើញថាវាក៏ទៅជាដំណក់ទឹកតូចនៅលើកម្របនឹងឯងអូខេអញ្ចឹងយើងបន្តទៅមុខទៀតនៅពេលដែលយើងឃើញថាយើងដាំទឹកពុះហើយយើងដាក់កម្របលើនឹងហើយយើងឃើញមានដំណក់ទឹកតូចលើកម្របចូលនឹងហើយឥឡូវហ្នឹងយើងឈានចូលទៅដល់មួយទៀតគឺខ្ញុំយកទឹកហ្នឹងយកទៅដាក់ក្នុងដើម្បីក្លាសេអញ្ចឹងអ្វីដែលខ្ញុំទទួលបានគឺបែបនេះគឺវាដែលថាវាមានថាវាអត់តន់រឹងល្អទេហើយយើងទទួលបានដុំទឹកកកនៅពេលយើងយកទៅក្លាសេមួយរយៈទៅប្រហែលម៉ោងទៅវាក៏ទទួលបានដុំទឹកកកមកតែវាអត់តន់ចេញជារៀងតាមនេះទេដែលខ្ញុំយកវាមកខ្ញុំដាក់ក្នុងកែវហ្នឹងយើងបានដុំទឹកកកដែលយើងដាក់ក្នុងកែវនេះអូខេអញ្ចឹងខ្ញុំយកទឹករាវហ្នឹងយកទៅក្លាសេយើងដាក់ក្នុងទូទឹកកកទៅយើងទទួលបានដុំទឹកកកមកអញ្ចឹងបន្តមកទៀត
យើងទៅពេលដែលយើងទទួលបាននំទឹកកកហើយខ្ញុំចង់ធ្វើពិសោធន៍បន្តទៀតដោយខ្ញុំនេះខ្ញុំយកនំទឹកកកហ្នឹងដាក់ក្នុងកែវហ្នឹងហើយដល់មកខ្ញុំយកទឹកដាំទឹកដែលយើងបានដាំពុះមួយហ្នឹងទឹកក្តៅហ្នឹងយើងយកទៅចាក់ចូលក្នុងកែវហ្នឹងហើយយើងរងចាំសង្កេតមើលទាំងអស់គ្នាយើងឃើញថានេះយើងគោះទៅយើងលឺសលេងគាត់នេះខ្ញុំឃើញដុំទឹកកកនៅនេះហ្នឹងមិញដុំធំប៉ុណ្ណាណែឥឡូវដល់ពេលយើងចាក់ទឹកក្តៅមកផ្លែទៅវាចាប់ដើមទូចទៅអូខេឡើងមកសន្ទុះទៀតវារលាយចិត្តអស់ហើយឥឡូវវារលាយចិត្តអស់មិញដុំប៉ុណ្ណាណែឥឡូវគឺដល់ពេលយើងចាក់ទឹកក្តៅទៅយើងឃើញថាដុំទឹកកកហ្នឹងវាប្រែប្រួលវាទូចទៅវាចាប់ដើមគឺវារលាយអូខេអញ្ចឹងតកតងជាមួយនឹងពិសោធន៍របស់ខ្ញុំផ្ទាល់គឺមានដំណើរការពិសោធន៍គឺមានតែប៉ុណ្្នឹងទេអូខេនេះគឺជាបំលែងភាពរូបនៃទឹកគឺដល់ដាក់វាចេញពីទឹកក្រៀវដាំវាហើយយើងឃើញថាមានចំហាយបន្តមកយើងឃើញវាកទៅជាដុំញើសឬក៏តំណទឹកតូចៗហ្នឹងហើយយើងក្លាសេវាទៅវាក៏ខ្លាចទៅជាដុំទឹកករឹងដែលជាភាពរឹងហើយយើងយកវាទៅដោយដាក់ទឹកក្តៅទៅដោយផ្ដល់កម្ដៅឲ្យវាយើងឃើញថាទឹកកកហ្នឹងវារលាយអូខេអញ្ចឹងពិសោធន៍របស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងសូមអរគុណសម្រាប់ការតាមដានមើលយ៉ាងយកចិត្តទុកដាក់អូខេហើយអរគុណអ្នកគ្រូនិងអរគុណអ្នកទាំងអស់គ្នា